ទីនេះជាពិធីប្រគល់រង្វាន់ការប្រកួតពានរង្វាន់ Accordion Piano យុវជនប្រចាំខេត្តអ្នកដឹកជញ្ជូនអាហារ Delivery សូមអញ្ជើញទៅតាមទ្វារក្រោយប្អូនប្រុសពួកខ្ញុំមិនមែនមកដឹកជញ្ជូនអាហារទេថ្ងៃនេះកូនស្រីខ្ញុំលីនសៀវសៀវទទួលបានរង្វាន់មាសខាងពានរង្វាន់ Piano ពួកខ្ញុំមកទៅអញ្ជើញអង្គុយនាយកវាងអ្នកឯងធ្វើការយ៉ាងម៉េចហ្នឹងមនុស្សពីរនាក់នេះមានក្លិនញើសអុយពេញខ្លួនខណៈបន្តិចទៀតអ្នកសិល្បៈប្រចាំខេត្តត្រូវមកទស្សនាឲ្យពួកគាត់អង្គុយនៅទៅមុខគេជួរទី1នេះមិនមែនធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្មវិធីសិល្បៈខេត្តយើងទេអាណាព្យាបាលលីនសៀវសៀវពួកអ្នកប្រញាប់ទៅអង្គុយនៅកន្លែងកាច់ជ្រុងខាងក្រោយទៅកុំឲ្យប៉ះពាល់ដល់រូបភាពរួមនៃកម្មវិធីយើងសូមទោសផងពួកខ្ញុំទើបតែរត់ដឹកអីវ៉ាន់នៅម៉ោងមីញឹករៀបចំខ្លួនបដូរខោអាវមិនទាន់ពួកខ្ញុំអង្គុយខាងក្រោយក៏បានដែរឲ្យតែបានលឺសៀវសៀវលេងភៀណូគឺស្អែកចិត្តហើយធានាថាមិនបង្កការរំខានដល់ថ្នាក់ដឹកនាំឡើយលោកគ្រូពុកម៉ែខ្ញុំនៅណាសៀវសៀវអញប្រញាប់ឡើងលើឆាករៀបចំឡើងទទួលរង្វាន់និងសម្ដែងខ្ញុំសួរលោកពុកម៉ែខ្ញុំជាគ្រួសាររបស់អ្នកឈ្នះរង្វាន់មាសហេតុអ្វីមិនបានអង្គុយនៅទៅមុខដែលត្រូវអង្គុយជាបន្តសូមអញ្ជើញម្ចាស់រង្វាន់មាសនិងជាជើងឯកផ្នែកភៀណូក្នុងការប្រកួតលើកនេះប្អូនស្រីលីនសៀវសៀវឡើងមកលើឆាកនាយកវាងនរណាជាអ្នកដកកន្លែងអង្គុយពុកម៉ែខ្ញុំចេញពីទៅមុខខ្ញុំជាអ្នកឲ្យពួកគាត់ទៅអង្គុយខាងក្រោយអ្នកដែលមកថ្ងៃនេះសុទ្ធសឹងតែជាអ្នកជំនាញនិងមនុស្សល្បីប្រចាំខេត្តត្រូវគិតគូរពីមុខមាត់នៃកម្មវិធីតន្ត្រីយើងផងសៀវសៀវការលេងភៀណូជាសិល្បៈដ៏ខ្ពង់ខ្ពស់ពុកម៉ែអញពាក់អាវដឹកជញ្ជូនប្រឡាក់ប្រឡូសមកអង្គុយទៅមុខគឺពិតជាថោកទាបមិនសមរម្យមែនទែនខ្ពង់ខ្ពស់អ្នកមីងចំណាយលុយរាប់សែនទិញឈ្មោះជាអ្នកឧបត្ថម្ភហៅថាខ្ពង់ខ្ពស់ពុកម៉ែខ្ញុំពឹងផ្អែកលើដៃដែលក្រិនទាំងគូនេះជិះម៉ូតូអគ្គិសនីរកលុយដោយកម្លាំងញើសឈាមស្អាតស្អំយកមកបង់ថ្លៃរៀនភៀណូឲ្យខ្ញុំ400យ៉នក្នុង1ម៉ោងមិនខ្ពង់ខ្ពស់ទេបើគ្មានពួកគាត់ពួកខ្ញុំធំធាត់ក្នុងក្លិនញើសអុយទេខ្ញុំថ្ងៃនេះសូម្បីតែសិតប៉ះភៀណូនេះក៏គ្មានផងពុកម៉ែខ្ញុំអាយុ50ឆ្នាំហើយដើម្បីរកលុយបង់ថ្លៃវគ្គបំពន់ខ្ញុំថ្ងៃធ្លាក់ប្រើជិះម៉ូតូអលដួលចូលរណ្ដៅភក់ជង្គង់រហូតមកដល់ឥឡូវឲ្យតែមេឃសោទំគឺឈឺម៉ែខ្ញុំដើម្បីសន្សំលុយបាយរៀងរាល់ថ្ងៃហូបតែនំប៉័ងក្រៀម2ជាមួយទឹកក្តៅដោះស្រាយទល់ពោះពួកគាត់ធ្វើការមួយថ្ងៃជិតម៉ោងលះបង់ញើសឈាមដើម្បីរុញខ្ញុំឲ្យឡើងមកលើឆាកទទួលរង្វាន់នេះតើពួកអ្នកមានសិទ្ធិស្អីមកខ្ពើមថាពួកគាត់ប្រឡាក់សៀវកុំនិយាយអីកូនពុកម៉ែអង្គុយនៅឯណាក៏បានដែរឲ្យតែលែងកូនអាចលេងភៀណូបានល្អទទួលរង្វាន់ធំពុកម៉ែរងការមើលងាយបន្តិចបន្តួចមិនអីទេមិនបានទេប្រសិនបើតម្លៃនៃការលេងភៀណូរបស់ខ្ញុំគឺត្រូវយកពុកម៉ែដែលបង្កើតនិងចិញ្ចឹមខ្ញុំមកជន់ឈ្លីក្រោមជើងថ្ងៃនេះភៀណូមួយនេះខ្ញុំមិនលេងទៀតទេបោះពានរង្វាន់ចោលលីនសៀវអញឈួតហើយដើម្បីតែអ្នកដឹកជញ្ជូនអាហារពីរអ្នកអញហ៊ានបោះពានរង្វាន់ចោលចំពោះមុខមហាជនផងបើអញហ៊ានឲ្យពួកគាត់ត្រឡប់មកអង្គុយជួរមុខវិញរង្វាន់មាសរបស់អញនឹងសិទ្ធិជាប់ឈ្មោះចូលរៀននៅវិទ្យាស្ថានតន្ត្រីប្រចាំខេត្តខ្ញុំអាចទូរស័ព្ទទៅគណៈកម្មការលុបចោលឥឡូវនេះភ្លាមឪពុកម្ដាយដែលរកប្រាក់ដោយដៃពីរយ៉ាងស្អាតស្អំអង្គុយជួរមុខគឺស័ក្តិសមបំផុតរង្វង់សិល្បៈដែលសំបីតែអ្នកពលកម្មក៏មិនចេះគោរពផងនោះលីនសៀវខ្ញុំមិនបាច់នៅក៏បានដែរពុកម៉ែពួកយើងត្រឡប់ទៅផ្ទះវិញរង្វាន់អាក្រក់នេះពួកយើងមិនយកទេឈប់ភ្លាមធ្វើជាប្រៀបដូចជាស្អាតស្អំស្អីតើមាននរណាមកគ្រប់គ្រងមនុស្សថ្នាក់ទាបដែលមានក្លិនក្រីក្រនិងក្លិន delivery ដូចពួកឯងថ្ងៃនេះឲ្យតែមានអ្នកគ្រប់គ្រងពួកឯងហើយជិតភ្លើងអន្តរកម្មនៅខាងស្ដាំឲ្យភ្លឺទាំងអស់ខ្ញុំនឹងឲ្យពុកម៉ែមកអង្គុយជួរមុខគេហើយចាក់តែសុំទោសដោយផ្ទាល់ដៃប៉ុន្តែបើគ្មានអ្នកចុចទេគ្រួសារអញទាំង3នាក់ប្រញាប់ប៉ុកក្បាលចេញទៅឲ្យផុតអ្នកមានចិត្តធម៌ទាំងឡាយតើអ្នកទាំងអស់គ្នាគ្រប់គ្រងពុកម្ដាយដែលរត់ delivery ហាខ្យល់ហាភ្លៀងឲ្យបានអង្គុយខាងមុខមើលកូនស្រីលេងភៀណូទេសូមអង្វរអ្នកទាំងអស់គ្នាចុចប៊ូតុងខាងស្ដាំជួយគ្រួសារពួកយើងផងអ្នកមានចិត្តធម៌ទាំងឡាយពួកខ្ញុំពីរអ្នកប្តីប្រពន្ធរងការមើល